Ernest រូបកាយនៅអាមេរិកតែចិត្តនឹកដល់ស្រុកកំណើតតិចក្តីច្រើនក្តីសូមចូលរួមជួយកងទ័ពនិងជនភៀសសឹកទោះបីជាកំពុងរស់នៅទឹកដីអាមេរិកយ៉ាងមានក្តីសុខជាមួយស្វាមីក្តីErnest អតីត Miss Universe 2018នៅតែនឹករលឹកដល់ស្រុកកំណើតជាពិសេសក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងជួបសង្គ្រាមឈ្លានពានពីកងទ័ពថៃនាងក៏បានចូលរួមចំណែកជាថវិកាខ្លះៗដើម្បីចូលរួមជួយដល់កងទ័ពនិងជនភៀសសឹកផងដែរនិយាយថានៅក្រោមអណ្ដាតភ្លើងសង្គ្រាមបានមើលរឿងយើងឲ្យយល់កាន់តែច្បាស់ថាប្រសិនបើយើងមិនរងមខ្លួនឯងទេគ្មានប្រទេសណាមកការពារឬមកជួយយើងបានឡើយគេដឹងច្បាស់ដឹងឮរឿងដែលកើតឡើងតែចុងក្រោយបានត្រឹមតែឈរមើលតែប៉ុណ្ណោះយុទ្ធធម៌តែងតែលំអៀងទៅកន្លែងណាដែលមានអត្ថប្រយោជន៍រឹងមាំងើបឡើងតស៊ូរួមគ្នាព្រោះកម្លាំងពិតកើតឡើងពីភាពបូករួមនឹងគ្នានេះផងដែរErnestក៏បានចូលរួមថវិកាផ្ទាល់ខ្លួនមួយចំនួនជាមួយនឹងមូលនិធិផ្សេងៗដើម្បីជួយដល់កងទ័ពជួរមុខដូចជាបងប្អូនជនភៀសសឹកដែលកំពុងរងគ្រោះដោយសារការបាញ់ប្រហាររបស់កងទ័ពសៀមមកលើកម្ពុជាត្បិតតែពេលនេះរូបរាងកាយនាងកំពុងស្ថិតនៅទឹកដីអាមេរិកក៏ប៉ុន្តែចិត្តនឹងបេះដូងនាងតែងតែនឹករលឹកព្រួយបារម្ភពីស្រុកទេសErnestបានអំពាវនាវដល់បងប្អូនទាំងអស់ក្នុងស្រុកនិងក្រៅប្រទេសចូលរួមបរិច្ចាគនិងសម្ភារៈផ្សេងៗដើម្បីជួយដល់ជនភៀសសឹកដែលកំពុងរងគ្រោះចិត្តតិចក្តីច្រើនក្តីតាមលទ្ធភាព